ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនដំណើរការទៅមុខជាបន្តបន្ទាប់នេះគឺថាជាចំណុចដ៏ល្អមែនទែនសម្រាប់យើងក្នុងការចូលរួមចំណែកជួយប្រទេសជាតិបងប្អូនមិនចាំបាច់ទៅទលីអាវុធមិនចាំបាច់ទៅកាន់កំភ្លើងអានឹងក្នុងនិយាយក្នុងក្របខ័ណ្ឌដែលយើងអាចជួយបានណាក្នុងវិស័យដែលយើងអាចជួយបានមិនតតែយើងទលីកំភ្លើងទៅកាន់អាវុធនៅតាមព្រំដែនឈ្មោះទៅជួយជាតិទេបងប្អូនសូម្បីតែយើងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃយើងជួយជាតិធំមែនតើទាំងគណៈពេលដែលប្រទេសជាតិរបស់យើងកំពុងតែមានបញ្ហាជាមួយនឹងប្រទេសថៃហ្នឹងគ្រាន់តែយើងពហិការមិនប្រើប្រាស់ផលិតផលថៃយើងជួយប្រទេសជាតិរបស់យើងយ៉ាងធំដុំយើងជួយទៅដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជារបស់យើងយ៉ាងខ្លាំងគ្រាន់តែយើងប្រើប្រាស់ផលិតផលក្នុងស្រុកគឺយើងជួយជាតិខ្លាំងមែនតើណាបងប្អូនធ្វើឲ្យវិស័យសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនតែបងប្អូនអត់បោះបង់គំនិតនេះហើយទៅប្រើប្រាស់នៅតែប្រើប្រាស់ផលិតផលថៃប្រើប្រាស់នៅរបស់របរថៃបងប្អូនដូចយកលុយឲ្យថៃទៅទិញអាវុធទៅទិញកំភ្លើងទៅទិញសត្ថោបករផ្សេងមកធ្វើបាបប្រជាពលរដ្ឋខ្មែររបស់យើងដោយបងប្អូនជំរុញទឹកចិត្តថៃឲ្យថៃនឹងឯងចេញមុខមកឈ្លានពានទឹកដីរបស់យើងអញ្ចឹងបើសិនបងប្អូននៅតែប្រើប្រាស់នៅផលិតផលថៃឃើញបងប្អូនទៅហាងកាហ្វេ Amazon ទៅឃើញបងប្អូនទៅប្រើប្រាស់ទិញសាំងពីក្រុមហ៊ុនដែលយកសាំងមកពីប្រទេសថៃហ្នឹងគឺឃើញគឺសម្រាប់ខ្ញុំជួយចាប់មែនតើណាសម្រាប់ខ្ញុំឃើញសកម្មភាពបែបនោះមានអារម្មណ៍ថាមិនដឹងថាពេលណាបានបងប្អូនភ្ញាក់រលឹកនឹកឃើញថាជាតិរបស់យើងកំពុងតែកំសត់កំរអញ្ចឹងហើយយើងទៅយកលុយឲ្យចោលអ្វីបិទតែរូបភាពយើងទិញមែនប៉ុន្តែអាសកម្មភាពនោះដូចយើងយកលុយឲ្យចោលទិញកំភ្លើងមកប្លន់ទឹកដីខ្លួនឯងអញ្ចឹងណាបងប្អូនសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់នៅក្នុង Channel YouTube របស់ខ្ញុំបាទឈ្មោះ C-Map ណាបងប្អូនវិលមកជួបសារជាថ្មីម្ដងទៀតនៅក្នុងការបកប្រែនៅអត្ថបទសារព័ត៌មានណាបងប្អូននៅក្នុងខ្លឹមសារនៃអត្ថបទនេះគឺរៀបរាប់អំពីលោកអនុទិនណាបងប្អូនដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃហើយក៏ក្នុងពេលនេះគឺថាថៃវាកំពុងតែបាក់ស្រុតចុះនៅសេដ្ឋកិច្ចយ៉ាងខ្លាំងគឺដោយសារតែកម្ពុជារបស់យើងធ្វើពហិការមិនទិញនៅផលិតផលថៃយកមកប្រើប្រាស់ហើយក្នុងនោះគឺឃើញថាលោកអនុទិនបានប្រជុំនៅគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចជាដំបូងដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចទាំងអស់នេះណាបងប្អូនអញ្ចឹងការធ្វើពហិការរបស់បងប្អូននេះគឺថាពិតជាមានឥទ្ធិពលមែនទែនសម្រាប់ប្រជាជនកម្ពុជារបស់យើងដែលមករយៈមុនពេលដែលការប៉ះទង្គិចគ្នានៅតាមព្រំដែនគឺយើងប្រើប្រាស់នៅទំនិញថៃភាគច្រើនតែម្ដងតែមកទល់ពេលនេះគឺខ្មែរយើងសាមគ្គីគ្នាឃើញឈប់ប្រើប្រាស់នៅទំនិញរបស់ថៃហើយធ្វើឲ្យសេដ្ឋកិច្ចថៃគឺកំពុងតែដាំក្បាលចុះតែម្ដងណាបងប្អូនបាទអូខេតោះឥឡូវបងប្អូនមកបកប្រែនៅអត្ថបទសារព័ត៌មានដែលអត្ថបទសារព័ត៌មាននេះគឺខ្ញុំដកស្រង់ចេញពីកាសែត Khawsut English បាទអូខេតោះបងប្អូនមកបកប្រែតែម្ដងគេសេថាអនុទិន leads first academic cabinet meeting confident Thai academy will grow livelihoods address informants reaffirm quick big win short stimulus long term results បាទមានន័យថាលោកអនុទិនបានដឹកនាំណា leads កន្លែងនេះប្រែថាបានដឹកនាំណាបងប្អូនបានដឹកនាំនៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចលើកដំបូងណាដោយជឿជាក់ណា confident ដោយជឿជាក់ថាសេដ្ឋកិច្ចថៃ economy សេដ្ឋកិច្ចថៃនឹងរីកចម្រើនណានឹងរីកចម្រើនទៅលើជីវភាពដែលត្រូវដោះស្រាយនៅក្នុងរយៈពេល4ខែ
រូបលោកបានបញ្ជាក់ថាគោលនយោបាយមួយឈ្មោះ Quick Big Win មានន័យថាការឈ្នះដ៏ធំឡើងឆាប់រហ័ស Short Stimulus គឺថាការពន្លឿនយន្តការរយៈពេលខ្លី Long Term Result ប៉ុន្តែបានលទ្ធផលរយៈពេលវែងបាទនេះលោកអានទីនគេបានដាក់ចេញនៅគោលនយោបាយគោលការណ៍នៃនយោបាយពាក់ព័ន្ធជាមួយនឹងអំឡុងពេលនៃការគ្រប់គ្រងអំណាចរបស់គេរយៈពេល4ខែណាហើយរយៈពេល4ខែនេះគឺថាល្វីងមុខតែម្ដងឥឡូវមិនទាន់បានប្រមាណទេណាបងប្អូនមិនទាន់បានដល់2ខែទេគឺថាចាប់ផ្ដើមល្វីងមុខបដាហើយដោយសារតែសេដ្ឋកិច្ចថៃកំពុងតែដាំក្បាលចុះយ៉ាងខ្លាំងមែនទែនគឺរហូតទៅដល់រដ្ឋរបស់ថៃនឹងគឺស្នើសុំឲ្យកម្ពុជារបស់យើងមានការសហការជាមួយគ្នាយ៉ាងល្អវិញណាគេថាបញ្ហាព្រំដែននឹងគឺវាអត់ពាក់ព័ន្ធអីជាមួយនឹងភាគីគេទេណាអត់ពាក់ព័ន្ធជាមួយនឹងពាក់ព័ន្ធជាមួយនឹងហៅថាបញ្ហារវាងពលរដ្ឋនិងពលរដ្ឋទេទាំងដែលសេដ្ឋកិច្ចរបស់ថៃធ្លាក់ចុះគឺបងប្អូនដឹងហើយបើសិនជាយើងទាំងអស់គ្នានៅតែបន្តការគ្រប់គ្រងនៅផលិតផលថៃទៀតនោះគឺថាថៃវាមានសេដ្ឋកិច្ចដើរហើយវាយកអាសេដ្ឋកិច្ចទៅដើរជាលុយជាកាក់នឹងឯងយកមកទិញកំភ្លើងទិញសត្ថោបករណ៍សម្រាប់ការវាយប្រហារមកលើកម្ពុជាហ្នឹងបើក្នុងករណីដែលយើងនៅតែបន្តការគ្រប់គ្រងតែថ្មីនេះគឺកម្ពុជាយើងបានធ្វើពាក្យហិការសូម្បីតែខ្ញុំផ្ទាល់និយាយត្រង់ណាបងប្អូនខ្ញុំផ្ទាល់នេះគឺថាมันទៅពាក់ព័ន្ធអីជាមួយនឹងការប្រើប្រាស់របស់ថៃសុកចិត្តអស់សាំងម៉ូតូជិះទៅណាឆ្ងាយបងប្អូនសុកចិត្តទិញតាមបើថាវិចាលមានតែសាំងរបស់ថៃគឺសុកចិត្តជិះទៅទិញសាំងដែលនៅឆ្ងាយដែលបងប្អូនច្រកដបលក់ម៉េះបងប្អូនណាបាទអូខេអញ្ចឹងគឺថាពាក់ព័ន្ធជាមួយនឹងខ្លឹមសារនេះគឺថាថៃវាកំពុងតែយ៉ាប់យ៉ឺនមែនតើណាសេដ្ឋកិច្ចរបស់វាហើយវាគិតថាខ្មែរយើងដូចរយៈពេល10ឆ្នាំមុនបងប្អូនដោយសារអីរយៈពេល10ឆ្នាំមុនប្រព័ន្ធផ្សព្វផ្សាយអត់ទូលំទូលាយទេក្នុងអំឡុងពេលឆ្នាំ2008ដែលខ្មែរយើងមានបញ្ហាវិវាទជាមួយថៃហ្នឹងគឺយើងធ្វើពាក្យហិការបានមកប្រាវហើយការក្រោយមកក៏យើងប្រើប្រាស់តំណែងថៃវិញទៅក្រោយពីសង្គ្រាមក្រោយពីការប៉ះទង្គិចគ្នាបានស្ងប់មករយៈប៉ុន្តែនៅពេលបច្ចុប្បន្ននេះអត់ទេណាបងប្អូនគឺថៃវាធ្វើទុកបុកម្នេញយើងខ្លាំងវាប្រមាថមើលងាយរបស់យើងហើយប្រព័ន្ធផ្សព្វផ្សាយរបស់យើងនៅពេលបច្ចុប្បន្នគឺទូលំទូលាយប្រជាពលរដ្ឋកាន់តែយល់ដឹងកាន់តែច្រើនសូម្បីតែនៅតាមទីជនបទមួយចំនួនហ្នឹងក៏គាត់ស្អប់ថៃហ្មងឃើញផលិតផលថៃឃើញរបស់ថៃគាត់ខ្ពើមតែម្ដងអាហ្នឹងគឺមានន័យថាប្រព័ន្ធនៃការផ្សព្វផ្សាយរបស់យើងគឺកាន់តែដើរទៅមុខអញ្ចឹងហើយធ្វើឲ្យថៃនៅពេលនេះគឺកំពុងតែយ៉ាប់ជឿនផ្នែកសេដ្ឋកិច្ចខ្លាំងណាបងប្អូនបាទអូខេតោះទៅមុខទៀតបាទOn October 15, 2025, at Meeting Room CB46, Parliament Building, the Academic Cabinet meeting was held, chaired by Mr. Anutin Chanvirakul, Prime Minister and Minister of Interior, along with Mr. Nithipan Prapas, Deputy PM and Minister of Finance, Mr. Vorapha Tang Yavong, Deputy Minister of Finance, Mr. Pibat Rajaki Prakhan, Deputy PM and Minister of Transport, Mrs. Supaji Suthampun, Minister of Commerce, Mr. Thanakon Wang Bunkonchan Kana, Minister of Industry, Mr. Uttapol Pibun, Minister of Energy, Mrs. Innoch Triang Thong, Minister of Labor, Mr. Athakon Seri Latayakon, Minister of Tourism and Sports, Mr. Amin Mui Yosut, Deputy Minister of Agriculture and Cooperatives បាទមានន័យថា
នៅថ្ងៃទី15 ខែតុលាឆ្នាំ2025នៅឯបន្ទប់ប្រជុំ CB 406អគាររដ្ឋសភាណា Parliament Building អគាររដ្ឋសភាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីផ្នែកសេដ្ឋកិច្ចត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពណាជាបាយណាក្រោមអធិបតីភាពលោកអនុទានច័ន្ទវរៈគុលដែលជានាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមជាមួយណា along with ណារួមជាមួយនឹងលោកឯកនេតិឋានប្រាបាឧបនាយករដ្ឋមន្ត្រី Deputy PM ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង Finance ណាគឺក្រសួងហិរញ្ញវត្ថុលោកវូរភ័ក្រតាំងយ៉ាវងឧបនាយករដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុដែរលោកព្រីប៉ាតណារាជាកិច្ចប្រាខណ្ឌឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការលោកស្រីស៊ូបៃជីស៊ូធំពុនណារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកស្រីថាណាខនវ៉ាងប៊ុនកុនចាន់ណារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម industry និងឧស្សាហកម្មណាMr. ឧត្តពលរឹកពីបុនរដ្ឋមន្ត្រីក្រសួងធម្មពលបាទលោកស្រីទីងនុចទៀងថងរដ្ឋមន្ត្រីក្រសួងហៅថាក្រសួងពលករបាទ labor ក្រសួងការងារសំទោសក្រសួងការងារលោកអដ្ឋខនបាទអដ្ឋខនសេរីលទ្ធយាខនរដ្ឋមន្ត្រីក្រសួងទេសចរនិងកីឡាលោកអាមីនមួយយ៉ាសុតណាឧបនាយករដ្ឋមន្ត្រីក្រសួងកសិកម្មហើយនិងកិច្ចសហប្រតិបត្តិការបាទនេះគឺសិតតែជាកម្ពុជាណាកិច្ចប្រជុំហ្នឹងគឺចូលរួមសិតតែក្រសួងស្ថាប័នសំខាន់ដែលចូលរួមនៅក្នុងកិច្ចប្រជុំនេះប៉ុន្តែអ្វីដែលសំខាន់គឺថាដោយសារកិច្ចប្រជុំនេះធ្វើឡើងគឺពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចថៃវាកំពុងតែដាំក្បាលចុះខ្លាំងហើយចឹងទៅវាមានវិធានការអីគឺនាយករដ្ឋមន្ត្រីអនុទានហ្នឹងគឺកំពុងតែហៅថាប្រជុំដើម្បីដាក់ចេញនូវគោលនយោបាយផ្សេងទៅកាន់ក្រសួងនានានៅក្នុងប្រទេសថៃដើម្បីឲ្យចូលរួមទប់ស្កាត់យ៉ាងណាកុំឲ្យមានការធ្លាក់ចុះនៅវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសថៃប៉ុន្តែយ៉ាងណាក៏ដោយវិបត្តិសេដ្ឋកិច្ចប្រទេសថៃគឺកំពុងធ្លាក់ចុះខ្លាំងមែនទែនណាបងប្អូនដោយសារអីវាមនួតណាថៃវាមនួតវាគិតថាក្នុងតំបន់អាស៊ីនេះគឺវានឹងឯងខ្លាំងជាងគេសេដ្ឋកិច្ចរបស់វាខ្លាំងអញ្ចឹងវាចាប់ផ្ដើមដើរគោប្រទេសជិតខាងផ្សេងព្រោះវាធម្មតាបងប្អូនរស់នៅក្នុងក្រុមគ្រួសាររវាងផ្ទះមួយនិងផ្ទះមួយទៅកាលណាបងប្អូនមានជាងផ្ទះអ្នកជិតខាងភាគច្រើនបំផុតខ្ញុំឃើញណាសង្កេតឃើញគឺថាចាប់ផ្ដើមហើយអត់ចង់និយាយរអត់ចង់ធ្វើសកម្មភាពមួយសែបគប់ជាមួយយើងអ្នកក្រទេអាហ្នឹងយើងគ្រាន់តែឃើញនៅក្នុងដំណើរនៃការរស់នៅជាមួយគ្នាក្នុងភូមិឃុំជាមួយគ្នាផងចាំបាច់និយាយថ្មីទៅដល់ប្រទេសថៃវាកំពុងតែមនួតក្នុងតំបន់អាស៊ីវាអះអាងថាវានឹងឯងខ្លាំងជាងគេវាមានសេដ្ឋកិច្ចខ្លាំងជាងគេព្រោះអីភូមិប្រទេសផ្សេងដែលនៅក្នុងជុំវិញហ្នឹងគឺថាទៅធ្វើការជាពលករអីចំណាក់ស្រុកធ្វើការនៅប្រទេសថៃភាគច្រើនកម្ពុជារបស់យើងក៏គួរសមដែរអញ្ចឹងវាចាប់ផ្ដើមមានអំនួតថាវាមានជាងគេវាដាក់គេដាក់ឯងអញ្ចឹងណាហើយទីបំផុតវាប្រើសកម្មភាពពាក់ព័ន្ធជាមួយនឹងការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសនានាជាពិសេសកម្ពុជារបស់យើងតែម្ដងអញ្ចឹងកម្ពុជារបស់យើងអ្វីត្បិតតែយើងងើបពីសង្គ្រាមប្រហែលជា30ឆ្នាំជាងមែនប៉ុន្តែបើយើងប្រៀបធៀបពីការងើបពីសង្គ្រាមទាំងដែលក្នុងពេលដែលប្រទេសជាតិរបស់យើងកំពុងតែមានវិបត្តិធ្ងន់ណាគឺបញ្ហាសង្គ្រាមគឺងើបឡើងមកគឺអត់តទេទាំងអស់សម្ដេចតេជោលោកកសាងគេប្រើពាក្យថាកសាងប្រទេសជាតិពីបាតដៃតទេហ្នឹងគឺបាតដៃតទេមែនបងប្អូនងាកទៅលើវិស័យសំណង់គឺថាខ្ទេចវល់អស់ដោយសារសង្គ្រាមណាអាគារសំណង់នានាគឺថាខ្ទេចវល់ផ្លូវថ្នល់អីក៏ខ្ទេចវល់រត់ទៅជិះទៅណាមកកើតទេបងប្អូនខ្ទេចវល់តែម្ដង
ងាកទៅមើលវិស័យធនធានមនុស្សគឺនៅសល់ពីជំនាន់អពតមកប្រហែលអ្នកដែលមានអ្នកចេះដឹងអីហ្នឹងគឺអពតវាយចោលសឹងទាំងអស់ជំនាន់អពតសក់អ្នកចេះដឹងខ្ទេចវល់តែម្ដងណាបងប្អូនហើយយើងងាកទៅមើលវិស័យសេដ្ឋកិច្ចគឺខ្ទេចវល់ហើយងើបពីសង្គ្រាមមនុស្សនៅសល់ប្រហែលជា5-6 លានអ្នកហ្នឹងបងប្អូនគិតមើលហើយកសាងមកដល់ពេលនេះ30-40 ឆ្នាំ30 ឆ្នាំនេះខ្ញុំគិតថាអស្ចារ្យមែនតើណាអគារខ្ពស់រីកដោះដើរស្គុះស្គីផ្លូវថ្នល់សាលារៀនអីមានសពគ្រប់ប៉ុន្តែយើងក៏មិនថាគ្រប់ពេញបរិបូរណ៍ដែរក៏មានចំណុចខ្វះខាតមួយចំនួនដែរដោយសារយើងទៅងើបពីសង្គ្រាមហើយថៃវាប្រទេសវាដែលជួបវិបត្តិបញ្ហាសង្គ្រាមឯណាបងប្អូនប្រទេសជាតិវាសុខសន្តិភាពរាប់រយឆ្នាំមកហើយរឿងអីសេដ្ឋកិច្ចរបស់វាមិនដើរជាងកម្ពុជានោះបងប្អូនអញ្ចឹងហើយបានសម្ដេចបវរធិបតីលោកឡើងភ្លាមមកលោកប្រកាសថាកម្ពុជារបស់យើង2050នឹងក្លាយទៅជាប្រទេសអ្នកមានដោយសារសេដ្ឋកិច្ចរបស់យើងលោកដឹងអំពីកលឹះធ្វើឲ្យយើងចាប់ផ្ដើមមានជីវភាពហើយបងប្អូនយកអាពាក្យនឹងទៅចំអន់នោះចំអន់សើចចំអកថាខ្លាយជាអ្នកមានប្រជាជនមួយចំនួនរងកច្រកឆ្នាំងអីអត់បានអានឹងមួយចំនួនតូចបងប្អូនប៉ុន្តែយើងនឹងកសាងកម្ពុជាបើយើងកំពុងតែកសាងវិស័យសេដ្ឋកិច្ចឲ្យកាន់តែខ្ពង់ខ្ពស់ឡើងបន្តទៀតណាបងប្អូនព្រោះចំណុចអ្នកដែលអត់គឺយើងទទួលស្គាល់មិនមែនថាមានទាំងអស់គ្នាមកប្រទេស17 លានអ្នកជាងនោះមិនមែនថាមានទាំងអស់គ្នានៅមានចំណុចខ្វះខាតប៉ុន្តែយើងកសាងឲ្យចំណុចខ្វះខាតនឹងឯងពីព្រោះកម្ពុជារបស់យើងនឹងមានគ្រប់សពទាំងអស់ណាវិស័យបច្ចុប្បន្ននឹងមានគ្រប់សពវិស័យធនធានមនុស្សក៏យើងកំពុងតែកសាងឡើងសេដ្ឋកិច្ចរបស់យើងកំពុងដើរទៅប្រឹសបើនិយាយពីធនធានធម្មជាតិយើងមានសពគ្រប់សិង្ហបុរីប្រទេសដែលមានធនធានធម្មជាតិស្ទើរតែបាត់បង់ទាំងស្រុងយកទឹកពីម៉ាឡេស៊ីទឹកសាបយកទៅផឹកប្រើប្រាស់ទឹកសាបប្រមាណ1000 លានលីត្រក្នុងមួយថ្ងៃនោះបងប្អូនតែសិង្ហបុរីទៅពេលបច្ចុប្បន្នគឺជាកូនអ្នកក្នុងតំបន់អាស៊ីគេអភិវឌ្ឍប្រទេសជាតិមកអញ្ចឹងឥឡូវខ្លាយទៅជាប្រទេសអ្នកមានមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នេះកម្ពុជារបស់យើងក៏ឈានទៅដល់ដំណាក់កាលនឹងដូចគ្នាអញ្ចឹងថៃវាកំពុងតែកើនហើយម្យ៉ាងទៀតកម្ពុជារបស់យើងប្រកាសថាខ្លាយទៅជាប្រទេសអ្នកមានផងថៃវាកំពុងតែចាប់ផ្ដើមបន្តិចផ្អាក់មិនឲ្យប្រទេសជិតខាងរបស់យើងនឹងរីកមុខរីកមាត់ដោយប្រទេសរបស់វាទេអញ្ចឹងបានវាចាប់ផ្ដើមប្រព្រឹត្តនៅសកម្មភាពនានាដែលប៉ះពាល់ទៅដល់អធិបតេយ្យភាពបូរណភាពទឹកដីនឹងឯងណាបងប្អូនបាទអូខេទៅមុខទៀតណាបាទAnutin stated that today's academic cabinet meeting is the first for this government. The initial policy was to hold an academic cabinet meeting before the general cabinet meeting. បាទលោកអនុទានបានលើកឡើងថាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចថ្ងៃនេះគឺជាកិច្ចប្រជុំលើកដំបូងសម្រាប់រាជរដ្ឋាភិបាលអាណត្តិនេះបាទគោលនយោបាយលើកដំបូង initial policy គឺថាគោលនយោបាយដំបូងដែល was to have ដែលត្រូវអនុវត្តគឺកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសេដ្ឋកិច្ចមួយណាមុនពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទូទៅអញ្ចឹងគេបានប្រជុំពាក់ព័ន្ធជាមួយនឹងគណៈរដ្ឋមន្ត្រីនេះគឺក្នុងគោលដៅដែលធានានៅសេដ្ឋកិច្ចនៅក្នុងប្រទេសថៃហ្នឹងឲ្យមានភាពរីកចម្រើនដោយសារតែខ្ញុំបញ្ជាក់ទៀតថាថៃវាកំពុងតែដាំក្បាលចុះណាវិស័យរបស់វាកំពុងតែដាំក្បាលចុះអំឡុងពេលដែលមានបញ្ហាវិវាទជាមួយកម្ពុជាថៃដោយសារប្រជាជនកម្ពុជារបស់យើងធ្វើពហិការមិនប្រើប្រាស់នៅផលិតផលរបស់ប្រទេសថៃណាបងប្អូនបាទអញ្ចឹងកិច្ចប្រជុំនេះគឺផ្ដោតសំខាន់ធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរីកចម្រើនมันអាចរីកចម្រើនបានទេលុះត្រាតែអនុទានព្រមស្ដារឡើងវិញនៅដំណោះស្រាយទៅតាមបញ្ហាព្រំដែនហើយបើទោះបីជាដោះស្រាយនៅបញ្ហាព្រំដែនបានចប់សពគ្រប់យ៉ាងណាក៏ដោយគឺថាកម្ពុជារបស់យើងនៅតែបន្តការធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃហើយក៏ណាជំរុញនិងលើកទឹកចិត្តក្នុងការប្រើប្រាស់នៅផលិតផលក្នុងស្រុករបស់ប្រទេសយើងព្រោះនៅពេលបច្ចុប្បន្នណាអំឡុងពេលមើលពីខែ7មកដល់ខែ10ហ្នឹងថា3ខែចុះណាបងប្អូនគឺថា
អ្វីត្បិតតែមានបញ្ហាសង្គ្រាមក៏ពិតមែនប៉ុន្តែបងប្អូនយើងប្រជាពលរដ្ឋកម្ពុជារបស់យើងទាំងអស់រួមជាមួយនឹងខ្ញុំទាំងអីដែរគឺថាពហិការមិនប្រើប្រាស់ផលិតផលថៃហើយស្ដារនៅសេដ្ឋកិច្ចរបស់យើងដោយរួមគ្នាប្រើប្រាស់នៅផលិតផលក្នុងស្រុកពេលបច្ចុប្បន្ននេះកូនខ្មែរបានផលិតនៅរបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងស្រុកយ៉ាងសន្ធឹកហើយក៏លក់ដាច់មែនទែនគ្រប់ទីផ្សារឲ្យតែរបស់ខ្មែរគឺថាដាច់សឹងតែគ្រប់ហាងគ្រប់ម៉ាតគ្រប់អីទាំងអស់គឺថាដាច់អញ្ចឹងសេដ្ឋកិច្ចរបស់យើងគឺដើរមួយមុខឈានទៅមុខទៀតណាបងប្អូនបាទហើយបើសិនជាកម្ពុជារបស់យើងនៅតែបន្តធ្វើសកម្មភាពបែបនេះរហូតរយៈពេល2ទៅ3ឆ្នាំឬក៏10ឆ្នាំឬក៏20ឆ្នាំគឺថាសេដ្ឋកិច្ចរបស់យើងរាជរដ្ឋាភិបាលរបស់យើងនឹងមានសេដ្ឋកិច្ចដំណើរការទៅមុខល្អត្រចះត្រចង់តែម្ដងប្រជាពលរដ្ឋរបស់យើងសម្បូរការងារធ្វើណាបងប្អូនបាទពោលចរន្តសេដ្ឋកិច្ចនេះបើសិនជាសេដ្ឋកិច្ចយើងធ្លាក់ចុះគឺប្រជាពលរដ្ឋរបស់យើងក៏អត់សូវសម្បូរការងារធ្វើដែរជាស្ដែងឧទាហរណ៍ថាបើសិនជាថៃជាអ្នកផលិតអីមួយហើយយើងអត់បានផលិតខ្លួនយើងគឺថៃជាអ្នកជួលកម្មករយើងប៉ុន្តែបើសិនជាយើងបើកក្រុមហ៊ុនឧទាហរណ៍ថាបើកក្រុមហ៊ុនផលិតត្រីខកំប៉ុងមួយចុះដែលជាស្នាដៃរបស់កូនខ្មែររបស់យើងអញ្ចឹងត្រីខកំប៉ុងជាក្រុមហ៊ុនហ្នឹងមិនមែនដើរតែឯងកើតទេគឺត្រូវការបុគ្គលិកត្រូវការកម្មករហើយត្រូវការទិញត្រីហ៎ត្រីប្រភេទហ្នឹងចំណេញទៅដល់កសិករយ៉ាងច្រើនមែនតើណាបាទហើយកំប៉ុងផ្សេងត្រូវការវិច្ចខ្ចប់ត្រូវការគ្រប់គ្រងត្រូវការដឹកឃើញសេដ្ឋកិច្ចរបស់យើងគឺចាប់ផ្ដើមដើរប្រជាពលរដ្ឋរបស់យើងមានការងារធ្វើគ្រប់គ្នាប្រាក់ចំណូលមានជាប្រចាំអញ្ចឹងគឺសេដ្ឋកិច្ចរបស់យើងដើរទៅមុខហើយបងប្អូនបាទអូខេទៅមុខទៀតណាបាទHowever, based on advice from Mr. Aignity, since there would be a meeting on the economy and to ensure swift communication and to hear problems from our side, it was suggested that an economic policy committee be established. មានន័យថាទោះបីយ៉ាងណាក៏ដោយផ្អែកទៅលើណាដំបូលមានដែលចេញពីលោកឯកនីតិចាប់តាំងពីមានកិច្ចប្រជុំស្ដីអំពីសេដ្ឋកិច្ចហើយនឹងដើម្បីធានានៅការទំនាក់ទំនងបានឆាប់រហ័សហើយនឹងការលឺនៅបញ្ហាចេញពីភាគីទាំងអស់គឺត្រូវបានគេស្នើសុំថាគោលនយោបាយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចត្រូវបានបង្កើតឡើងបាទចាញ់គេបង្កើតនៅគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចជាបន្តទៀតដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមជាពិសេសគឺបញ្ហាដែលកើតឡើងនៅក្នុងប្រទេសថៃពាក់ព័ន្ធជាមួយនឹងវិបត្តិសេដ្ឋកិច្ចនឹងឯងណាបងប្អូនបាទសង្ឃឹមថាថៃនឹងដួលរលំកាន់តែឆាប់បងប្អូនពុកកុំឲ្យប្រទេសនឹងវាមានអំនួតអួតក្អេងក្អាងអួតឲ្យមកជិះជាន់មកធ្វើបាបមកបំពៀនមកដល់ប្រទេសអ្នកជិតខាងតទៅទៀតណាបាទ Okay, this was met with excellent cooperation with private sectors representatives joining. Thanks were extended to the chairman of the Thai Chamber of Commerce and various private sectors for their cooperation in attending the meeting. បញ្ហានេះគឺត្រូវបានជួបណាត្រូវបានជួបជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ល្អឥតខ្ចោះជាមួយនឹងវិស័យឯកជនដែលមានអ្នកតំណាងចូលរួមបាទការថ្លែងអំណរគុណគឺត្រូវបានថ្លែងចំពោះប្រធាន chairman ណាបាទត្រូវបានថ្លែងអំណរគុណចំពោះប្រធាននៃសភាពាណិជ្ជកម្មថៃណា Chamber of Commerce ណា Thai Chamber of Commerce ប្រែថាសភាពាណិជ្ជកម្មថៃហើយនឹងវិស័យឯកជនផ្សេងទៀតដើម្បីកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងការចូលរួមនៅកិច្ចប្រជុំខាងលើនេះបាទអញ្ចឹងគឺថាចូលរួមតាំងពីសភាប្រធានសភាពាណិជ្ជកម្មទាំងអស់នេះគឺថាបានចូលរួមយ៉ាងច្រើនផងដែរនៅក្នុងប្រទេសថៃឃើញថាថៃវាកំពុងតែចលាចលខ្លាំងពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចមួយរយៈចុងក្រោយនេះហើយដូចបងប្អូនបានដឹងហើយថៃខាងក្រសួងសេដ្ឋកិច្ចថៃណាក្រសួងសេដ្ឋកិច្ចថៃគេបាន
ប្រកាសថាពិតជាដាំក្បាលចុះមិនមែនឆ្លើយតបជាមួយនឹងសំណួររបស់ប្រជាពលរដ្ឋដែលរងនឹងផលប៉ះពាល់ដោយវិស័យសេដ្ឋកិច្ចឃើញថាប៉ះពាល់ខ្លាំងកម្ពុជារបស់យើងផ្ទុយពីកម្ពុជារបស់យើងកំពុងតែមានការវិវត្តទៅមុខមិនមែននិយាយលើកជើងទេណាបងប្អូនតែជាក់ស្ដែងនៅពេលដែលមានបញ្ហាព្រំដែនគឺថាទាំងខ្ញុំទាំងប្រជាពលរដ្ឋទូទៅខ្ញុំដែលជាប្រជាពលរដ្ឋសាមញ្ញមួយរូបក៏ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាយើងប្រទេសយើងតូចតាចប្រជាជនតូចសេដ្ឋកិច្ចយើងទាបគេមើលងាយអញ្ចឹងបាទអញ្ចឹងគឺចាប់ផ្ដើមចេះឈឺចាប់ឈប់ប្រើប្រាស់របស់ថៃឈប់ទិញរបស់ថៃយើងចាប់ផ្ដើមងាកមកចាប់អារម្មណ៍ផលិតផលក្នុងស្រុកដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនដំណើរការទៅមុខជាបន្តបន្ទាប់នេះគឺថាជាចំណុចដ៏ល្អមែនទែនសម្រាប់យើងក្នុងការចូលរួមចំណែកជួយប្រទេសជាតិបងប្អូនមិនចាំបាច់ទៅទលីអាវុធមិនចាំបាច់ទៅកាន់កំភ្លើងអានឹងក្នុងនិយាយក្នុងក្របខ័ណ្ឌដែលយើងអាចជួយបានណាក្នុងវិស័យដែលយើងអាចជួយបានមិនតតែយើងទលីកំភ្លើងទៅកាន់អាវុធនៅតាមព្រំដែនឈ្មោះទៅជួយជាតិទេបងប្អូនសូម្បីតែយើងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃយើងជួយជាតិធំមែនតើទាំងគណៈពេលដែលប្រទេសជាតិរបស់យើងកំពុងតែមានបញ្ហាជាមួយនឹងប្រទេសថៃហ្នឹងគ្រាន់តែយើងពហិការមិនប្រើប្រាស់ផលិតផលថៃយើងជួយប្រទេសជាតិរបស់យើងយ៉ាងធំដុំយើងជួយទៅដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជារបស់យើងយ៉ាងខ្លាំងគ្រាន់តែយើងប្រើប្រាស់ផលិតផលក្នុងស្រុកគឺយើងជួយជាតិខ្លាំងមែនតើណាបងប្អូនធ្វើឲ្យវិស័យសេដ្ឋកិច្ចរបស់យើងកាន់តែរីកចម្រើនតែបងប្អូនអត់បោះបង់គំនិតនេះហើយទៅប្រើប្រាស់នៅតែប្រើប្រាស់ផលិតផលថៃប្រើប្រាស់នៅរបស់របរថៃបងប្អូនដូចយកលុយឲ្យថៃទៅទិញអាវុធទៅទិញកំភ្លើងទៅទិញសិទ្ធិបកបផ្សេងមកធ្វើបាបប្រជាពលរដ្ឋខ្មែររបស់យើងដោយបងប្អូនជំរុញទឹកចិត្តថៃឲ្យថៃនឹងឯងចេញមុខមកឈ្លានពានទឹកដីរបស់យើងអញ្ចឹងបើសិនបងប្អូននៅតែប្រើប្រាស់នៅផលិតផលថៃឃើញបងប្អូនទៅហាងកាហ្វេ Amazon ទៅឃើញបងប្អូនទៅប្រើប្រាស់ទិញសាំងពីក្រុមហ៊ុនដែលយកសាំងមកពីប្រទេសថៃហ្នឹងគឺឃើញគឺសម្រាប់ខ្ញុំគឺខ្ញុំឈឺចាប់មែនតើណាសម្រាប់ខ្ញុំឃើញសកម្មភាពបែបនោះមានអារម្មណ៍ថាមិនដឹងថាពេលណាបានបងប្អូនភ្ញាក់រលឹកនឹកឃើញថាជាតិរបស់យើងកំពុងតែកំសត់កំរអញ្ចឹងហើយយើងទៅយកលុយឲ្យចោលអ្វីបិទតែរូបភាពយើងទិញមែនប៉ុន្តែអាសកម្មភាពនោះដូចយើងយកលុយឲ្យចោលទិញកំភ្លើងមកប្លន់ទឹកដីខ្លួនឯងអញ្ចឹងណាបងប្អូនប៉ុន្តែយ៉ាងណាក៏ដោយគឺថាបងប្អូនច្រើនលើសលប់គឺថាបច្ចុប្បន្នកំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃគឺធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកូនខ្មែររបស់យើងផលិតសំបីមីជាតិអីហ្នឹងគឺបច្ចុប្បន្នដាច់មែនតើខ្ញុំនៅពេលដែលឃើញផលិតផលក្នុងស្រុកដូចមីជាតិមីអីដាច់អញ្ចឹងលក់ដាច់ច្រើនអញ្ចឹងខ្ញុំមានអារម្មណ៍សប្បាយចិត្តហ្មងទោះបីថាចូលរួមបានទិញតិចតួចមែនប៉ុន្តែមានអារម្មណ៍ថាសប្បាយចិត្តឃើញរបស់របរខ្មែរយើងលក់ដាច់អញ្ចឹងណាគឺបងប្អូនជាខ្មែររបស់យើងឯងគាត់យកលុយយកកាក់ទៅទិញមីជាតិសម្រាប់បរិភោគអីប៉ុន្តែជាមីដែលផលិតដោយកូនខ្មែរគឺថាកូនខ្មែរនឹងឯងយកលុយទាំងអស់ហ្នឹងឯងជួយរាជរដ្ឋាភិបាលឧបត្ថម្ភដើម្បីឲ្យកងទ័ពរបស់យើងមានប្រាក់ខែច្រើនណាកងទ័ពរបស់យើងមានប្រាក់ខែច្រើនមានចំណូលច្រើនមានជីវភាពធូរធារគឺពួកគាត់លះបង់សាច់ស្រស់ឈាមស្រស់ជួយប្រទេសជាតិរបស់យើងណាបងប្អូនបាទអូខេទៅមុខទៀតណាបាទMr. Anutin said he is highly confident that with this cooperation, they will be able to drive Thailand's academic policy to grow and solve problems for the people, even though the government has a 4-month period of administration. The operations will focus on implementing the quick win policy, or as result by Mr. Aignity, the quick big win to align with the government's administration of the kingdom. Butលោកអនុទានបានលើកឡើងថារូបលោកគឺមានទំនុកចិត្តខ្ពស់ថាកិច្ចសហប្រតិបត្តិការនេះណាពួកគេនឹងអាចណាជំរុញនៅគោលនយោបាយសេដ្ឋកិច្ចរបស់ថៃឲ្យរីកចម្រើននិងដោះស្រាយនៅបញ្ហាសម្រាប់ប្រជាជនថៃបើទោះបីរដ្ឋាភិបាលណាមានរយៈពេល4ខែនៃការគ្រប់គ្រងក៏ដោយបាទ administration បែរតែការគ្រប់គ្រងបាទ the operation ណាកិច្ចសហប្រតិបត្តិការខាងលើនេះ
នឹងផ្ដោតសំខាន់ will focus on នឹងផ្ដោតសំខាន់លើការអនុវត្តនៅគោលនយោបាយឈ្នះឆាប់រហ័សឬក៏ជាការដោះស្រាយដោយលោកឯកនីតិណាជាអ្នករៀបចំគោលនយោបាយ the quick big win ដែលស្របទៅនឹង align with នឹងប្រែតែស្របទៅនឹងការដឹកនាំឬការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃបាទនេះគេបានលើកឡើងសរសើរគ្នាគេណាសរសើរនៅពេលដែលសេដ្ឋកិច្ចចាប់ផ្ដើមធ្លាក់ចុះអញ្ចឹងគឺចាប់ផ្ដើមរុញក្បាលគ្នាប្រជុំបទីបតនដើម្បីរៀបចំគោលនយោបាយដើម្បីស្ដារសេដ្ឋកិច្ចថៃឡើងវិញมันអាចស្ដារទៅរួចទេណាបងប្អូនខ្ញុំជឿថាអញ្ចឹងគឺជឿថាมันអាចស្ដារទៅរួចបានទេបើសិនជាថៃវានៅតែបំពេញប្រើសកម្មភាពបំពេញលើកម្ពុជារបស់យើងដោយរយៈពេលថ្មីនេះបងប្អូនណាមេហៅថាស្ថាបនិកដឹកអាចណានិយាយអក្រក់ស្ដាប់ណាស្ថាបនិកដឹកអាចនឹងគេបានចាក់ភ្លេងដំឡងប្រជាជនរបស់យើងនៅតាមជីដែនហ្នឹងគឺថាអូត្បូងគេសបាយអខ្លាំងពេកដល់ទៅពេលទីបំផុតទៅគឺអន្តរជាតិចាប់ផ្ដើមអស់សំណើចណាពួកអន្តរជាតិអស់សំណើចក៏ចាប់ផ្ដើមមានអារម្មណ៍ថាខ្មាស់អន្តរជាតិហើយក៏លែងធ្វើទៅអានឹងថាកម្មឲ្យផលហើយកម្ពុជារបស់យើងរក្សាអត់ធ្មត់អញ្ចឹងបានធម៌ព្រះមួយខ្ញុំធ្លាប់ឃើញធ្លាប់អានហ្នឹងគឺថាអហិង្សាឈ្នះអំពើហិង្សាឈ្នះពិតមែនណាបងប្អូននោះបើសិនជាយើងក្ដុងក្ដៀងដែរពេលហ្នឹងបើយើងក្ដុងក្ដៀងដែរយើងប្រើសកម្មភាពក្ដុងក្ដៀងជេរបតិចផ្ដាសាឬក៏ធ្វើសកម្មភាពតបតដោយហិង្សាណាមួយច្បាស់ជាអត់ចេះចប់ទេសង្គ្រាមហ្នឹងគឺបញ្ហាហ្នឹងកាន់តែរីកធំដោះដាលកើតឡើងប៉ុន្តែរដ្ឋាភិបាលរបស់យើងគាត់ខំថ្មិញសង្កត់ចិត្តទៅឲ្យប្រជាជនទាំងអស់ហ្នឹងនៅតាមព្រំដែនហ្នឹងខំមាត់សង្កត់ចិត្តអត់ធ្មត់ជាបន្តទីបំផុតអន្តរជាតិចាប់ដើមផ្សាយចំអកទៅលើសកម្មភាពថៃដែលវាប្រើរូបភាពអំពើអសិលធម៌អំពើលំមួកថោកទាបដែលវាប្រទេសផ្សេងណាក៏មិនដែលធ្វើវាធ្វើទៅកើតណាអន្តរជាតិគេផ្សាយចំអកឥឡូវវាឈប់ឯងទៅបាទឃើញទេវាឈប់ឯងអញ្ចឹងទៅលែងប្រព្រឹត្តនៅសកម្មភាពក្នុងការបំពេញមកដល់កម្ពុជារបស់យើងក្នុងរូបភាពចាក់ភ្លេងខ្មោចចាក់សម្លេងខ្មោចចាក់បង្ហោះរូបឬក៏បង្ហោះដ្រូនអាបមកបន្លាយប្រជាជនរបស់យើងតទៀតគឺវាឈ្នះឯងវាឈប់ឯងអញ្ចឹងបើកម្ពុជារបស់យើងអាចអត់ធ្មត់ណាមិនមែនអត់ធ្មត់ឲ្យគេជិះជាន់ទេប៉ុន្តែអត់ធ្មត់ឲ្យយើងដើរតាមយន្តការតុលាការអន្តរជាតិច្បាប់អន្តរជាតិគឺឈ្នះថៃអូតូតែម្ដងបាទអូខេបាទទៅមុខបាទ Mr. Anutin said the objective of this meeting is for those on the committee to drive the country's economy and to use this method to discuss and update information on the work each ministry is advancing, as well as to exchange progress and suggestions with the private sector. Butលោកអនុទានបានលើកឡើងអំពីកម្មវត្ថុឬក៏គោលបំណងនៃកិច្ចប្រជុំនេះគឺសម្រាប់អ្នកណា for those on the committee ណាសម្រាប់អ្នកដែលជាគណៈកម្មាធិការដើម្បីលើកស្ទួយឬក៏ដើម្បីជំរុញនៅសេដ្ឋកិច្ចរបស់ប្រទេសថៃហើយនឹងប្រើប្រាស់នៅរូបមន្តនេះដើម្បីពិភាក្សាហើយនឹង update គឺថាធ្វើបច្ចុប្បន្នភាពព័ត៌មានណាស្ដីពីការងារគ្រប់ក្រសួងនីមួយៗដែលកំពុងដំណើរការ is advancing គឺកំពុងដំណើរការ as well as ព្រមទាំងផ្លាស់ប្ដូរនៅវឌ្ឍនភាពនិងការស្នើសុំនានាជាមួយនឹងវិស័យឯកជនណា private sector គឺថាវិស័យឯកជនបាទអញ្ចឹងគឺថាកំពុងតែដំណើរការទៅមុខហើយថៃប៉ុន្តែកំពុងដំណើរការចំពេលដែលកម្ពុជារបស់យើងពាក្យការមិនប្រើប្រាស់នៅផលិតផលថៃនោះបាទ Okay, the government's implementation of the quick big win policy requires cooperation from all sides to achieve success and see results within the time frame we have, which is 4 months, under the concept of short stimulus, long-term results, and widespread distribution to ensure rapid implementation. But មានន័យថាការអនុវត្តរបស់រដ្ឋាភិបាលនៅគោលនយោបាយស្ដីពី quick big win គឺមានន័យថាការឈ្នះធំរយៈ
ឆាប់រហ័សតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការពីភាគីទាំងអស់ដើម្បីសម្រេចបាននូវភាពជោគជ័យនិងមើលឃើញនៅលទ្ធផលនៅក្នុងរយៈពេលដែលយើងមានគឺរយៈពេល4ខែនៅក្រោមទស្សនវិស័យណានៅក្រោមគំនិតនៃការវិវត្តរយៈពេលខ្លីប៉ុន្តែមានលទ្ធផលវែងហើយនឹងការចូលរួមចំណែកណាការចូលរួមចំណែកផ្សព្វផ្សាយទូលំទូលាយដើម្បីធានានៅការអនុវត្តឲ្យបានឆាប់រហ័ស to ensure rapid implementation បាទទៅមុខទៀតបាទ I have asked permanent secretaries and heads of various academic agencies to also join the committee so they can be a bridge to convey what we have discussed in this meeting to the government agencies they oversee and implement quickly បាទមានន័យថាខ្ញុំបានស្នើសុំណាបាទខ្ញុំបានសាកសួរណាខ្ញុំបានសាកសួរនៅរដ្ឋលេខាធិការអចិន្ត្រៃយ៍ហើយនឹងជាប្រធានភ្នាក់ងារសេដ្ឋកិច្ចផ្សេងណាដើម្បីឲ្យចូលរួមផងដែរជាមួយនឹងគណៈកម្មាធិការដើម្បីឲ្យពួកគេអាចជាស្ពានណាអាចធ្វើជាស្ពានពំនាំអនវីប្រែតែពំនាំបាទពំនាំនៅអ្វីដែលពួកយើងបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះណាដើម្បីកិច្ចប្រជុំនេះទៅកាន់ភ្នាក់ងាររដ្ឋាភិបាលដែលពួកគេអាចត្រួតពិនិត្យហើយនឹងអនុវត្តឲ្យបានឆាប់រហ័សបាទ implement quickly អនុវត្តឲ្យបានឆាប់រហ័សបាទអញ្ចឹងគឺថាគេកំពុងតែពន្លឿនណាបងប្អូនពន្លឿននីតិវិធីនានាដើម្បីស្ដារសេដ្ឋកិច្ចរបស់គេវិញបាទ The Prime Minister added that today's meeting should focus on agility and reducing unnecessary procedures. Once the meeting results are finalized as a resolution, I request that the matters under your duty be carried out according to law. បាទមានន័យថានាយករដ្ឋមន្ត្រីបានបន្ថែមថាកិច្ចប្រជុំថ្ងៃនេះគឺគួរតែផ្ដោតសំខាន់ទៅលើភាពឆាប់រហ័ស agility ណា agility ភាពឆាប់រហ័សនិងការកាត់បន្ថយនៅនីតិវិធីដែលមិនចាំបាច់នៅពេលដែលកិច្ចប្រជុំនេះផ្ដល់ជាលទ្ធផលនៅពេលដែលលទ្ធផលនៃកិច្ចប្រជុំខាងលើនេះត្រូវបានបញ្ចប់នៅជាដំណោះស្រាយមួយខ្ញុំស្នើសុំថា I request that ខ្ញុំស្នើសុំថាបញ្ហាដែលស្ថិតនៅក្រោមកាតព្វកិច្ចរបស់អ្នកគឺគួរតែអនុវត្តដោយផ្អែកតាមច្បាប់ according to the law បាទផ្អែកតាមច្បាប់បាទ If there is any progress please report it to the meeting as this meeting will be held every Monday afternoon and if necessary in cases requiring a cabinet resolution or authority to solve or proceed I will then include the matter in the cabinet meeting agenda បាទមានន័យថាប្រសិនបើមានវឌ្ឍនភាពណាមួយសូមរីកាបញ្ហានោះទៅកាន់អង្គប្រជុំដោយសារតែអង្គប្រជុំនេះនឹងប្រារព្ធរៀងរាល់ល្ងាចថ្ងៃច័ន្ទណា afternoon ល្ងាចថ្ងៃច័ន្ទហើយប្រសិនបើចាំបាច់នៅក្នុងករណីដែលតម្រូវឲ្យមានដំណោះស្រាយជាគណៈរដ្ឋមន្ត្រីឬក៏អាជ្ញាធរដើម្បីដោះស្រាយឬក៏បន្តធ្វើនីតិវិធីខ្ញុំអញ្ចឹងដែលហ្នឹងប្រែថាអញ្ចឹងខ្ញុំនឹងដាក់បញ្ចូលនៅបញ្ហានេះចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីបាទនេះគឺលោកអនុទានបានលើកឡើងបាទ The Prime Minister also said that today is the first day for Konla Krung half co-payment scheme shop registration and today Mr. Aignity is the brand ambassador wearing the Konla Krung shirt since the morning. I ask all members of the academic committee to help promote the project. មានន័យថានាយករដ្ឋមន្ត្រីក៏បានលើកឡើងថាថ្ងៃនេះគឺជាថ្ងៃដំបូងសម្រាប់ការចុះបញ្ជីហាងឈ្មោះខុនឡាគ្រឿងដែលមានន័យថា scheme មានន័យថាកិច្ចប្រតិបត្តិការណា co payment ណា
co-payment គឺការកិច្ចប្រតិបត្តិការបង់លុយរួមពាក្យកណ្ដាលមាន share គ្នាពាក្យកណ្ដាលហើយថ្ងៃនេះ and today ហើយថ្ងៃនេះលោកឯកនាទីគឺជាឯកអគ្គរដ្ឋទូត brand ambassador គឺមានន័យថាឯកអគ្គរដ្ឋទូតសាខាមានន័យថាអ្នកតំណាងឯកអគ្គរដ្ឋទូតដែលកំពុងស្លៀកដែលកំពុងពាក់អាវខុនឡាគ្រឿងចាប់តាំងតែពីព្រឹកមកខ្ញុំស្នើសុំឲ្យសមាជិកទាំងអស់នៃគណៈកម្មាធិការសេដ្ឋកិច្ចគឺជួយលើកកម្ពស់នៅគម្រោងខាងលើនេះគេចាប់ផ្ដើមជំរុញដាក់គ្នាឲ្យមានការលើកកម្ពស់ណាបងប្អូនបាទអូខេអញ្ចឹងក្នុងឃ្លីបនេះមានប្រហែលប៉ុណ្ណឹងណាបងប្អូនពាក់ព័ន្ធជាមួយនឹងកិច្ចប្រជុំសេដ្ឋកិច្ចរបស់ប្រទេសថៃដែលមានលោកអនុទានជាប្រមុខក្នុងការជំរុញឲ្យសេដ្ឋកិច្ចថៃដើរទៅមុខចំពេលដែលសេដ្ឋកិច្ចថៃកំពុងធ្លាក់ចុះហើយក៏ចំពេលដែលកម្ពុជារបស់យើងធ្វើពាក្យការមិនប្រើប្រាស់នៅផលិតផលថៃបាទអូខេចុងក្នុងឃ្លីបនេះមានប្រហែលប៉ុណ្ណឹងជួបគ្នានៅឃ្លីបក្រោយទៀតណាបាទបងប្អូនបាទបាយបាទ